ត្រៀមឲ្យបងប្អូនត្រៀមឲ្យចាំតែឱកាសការសធាតុអំណោយផលមកដល់គឺនឹងថាយើងហើយយើងចាប់ដើមត្រៀមហើយយើងចាប់ដើមបោសដីបោសក្រោមគោលឲ្យស្អាតហើយស្លឹកយើងក៏ចាប់ដើមចាស់ចូលទៅ60ទៅ70%ហើយឥឡូវយើងចាប់ដើមរៀបចំខាងក្រោមយើងចាប់ដើមរៀបចំសម្អាតប្រព័ន្ធខាងក្រោមស្លឹកបោះស្លឹកបោះគល់ឲ្យស្លាស់ដើម្បីងាយស្រួលក្នុងការធ្វើ stress ឬក៏សម្ងួតដីដើម្បីបច្ចេកផ្កាយើងចាប់ផ្ដើមមកបងចាប់ផ្ដើមហើយឥឡូវបងប្អូនយើងកំពុងតែរៀបចំបោសសម្អាតខាងក្រោមដីដើម្បីត្រៀមឥឡូវបោសបដើមេឃភ្លៀងបដើលឹមបដើនេះគុណភាពស្លឹកចុងក្រោយបងប្អូនគុណភាពស្លឹកចុងក្រោយហើយតូចជាងបាក់ដៃខ្ញុំបន្តិចអាដើមនេះឈឺនេះបងប្អូនសង្គ្រោះលេងបានហើយដល់ដំណាក់កាលធ្ងន់ធ្ងរពេកឥឡូវឃើញថាត្រួយខាងចុងលៀងលាស់មកតិចតែមិនដឹងថាជាឬអត់ទេបងយើងរៀបចំការសម្អាតដីក្រោមដីឥឡូវមានភ្លៀងហើយប៉ុណ្ណឹងសិនហើយបងប្អូន